បាទសូមគោរពជំរាបសួរពុកម៉ែពូមីងបងប្អូនបាទពុកម៉ែពូមីងបងប្អូនក៏លេចមើលតើដើមនេះជាដើមអ្វីដែរបាទដើមនេះគឺជាដើមកន្ទួតព្រៃពុកម៉ែពូមីងបងប្អូនបាទបើសិនជាត្រូវការដើមកន្ទួតព្រៃដើម្បីដាំលម្អនៅជុំវិញផ្ទះក៏ដូចជាដាំតុធ្វើពូជទៅវាផ្លែណាបាទយើងដឹងថាកន្ទួតផ្លែកន្ទួតព្រៃវាផ្ដល់នៅវីតាមីន C ផ្ទុកជំនួយដល់សម្រស់និងថ្នាំព្យាបាលរោគផ្សេងដល់ប្រកាសសត្វបាទអញ្ចឹងបងប្អូនពូមីបងប្អូនត្រូវការសូមកុំភ្លេចតាក់ទងមកខ្ញុំណាបាទខ្ញុំមានដើមធំប៉ុណ្ណឹងមានតូចជាងនឹងក៏មានដែរប៉ុន្តែក្នុងរូបភាពនេះដើមនេះវាធំពេកណាធំពេកហើយណាខ្ញុំនឹងព្យាយាមរកដើមណាដែលទូចជាងនឹងទៀតដើម្បីងាយស្រួលយើងក្នុងការគាស់យកទៅដាំណាបាទអញ្ចឹងពុកម៉ែបងប្អូនប្រសិនជាត្រូវការដើមកន្ទួតព្រៃដើម្បីដាំនៅជុំវិញផ្ទះក៏ដូចជាដាំដល់យកធ្វើពូជបងប្អូនអាចតាក់ទងមកខ្ញុំបានបាទអរគុណ